សួស្តីបងប្អូនថ្ងៃយើងមកមើលពីការងារផ្ទះផងយើងបងប្អូនហើយការងារជាងអត់មានអីច្រើនទេបងប្អូនបើមិនប៉ះពោះវៀនក៏ដូរពោះវៀនបងប្អូនបើមិនដូរពោះវៀនក៏ដូរសបកបើមិនដូរសបកក៏លាងបេនដែរបងប្អូនហើយការងារយើងថ្ងៃនេះគឺយើងគៀបសាយ៉ូបងប្អូនហើយបងប្អូនយើងនៅជិតផ្ទះហ្នឹងបើសិនជាឃើញវីដេអូហ្នឹងហើយបើស្គាល់ហើយបងប្អូនអាចមករកគៀបបានណាបងប្អូនដោយសារតែយើងមានប្រដាប់គៀបហើយគៀបធូរថ្លៃទេបងប្អូនគឺតម្លៃទីផ្សារដូចតែបងប្អូនយើងយកទៅគៀបនៅផ្សារដែរណាបងប្អូនហើយថ្ងៃនេះគៀបសាយ៉ូឲ្យបងប្រុសផងខ្ញុំគឺថាគាត់បាច់ច្រើនមែនទែនបងប្អូនគឺថាថ្ងៃនេះគៀបដូចជា7គ្រាប់បងប្អូនហើយការគៀបផងយើងនេះគឺយើងព្រឹកព្រៀងដែរបងប្អូនពេលណាយើងគៀបវែងពេកក៏វាស្អាតដែរបងប្អូនស្អាតមិនស្អាតគឺវាសំខាន់តែសំខាន់បើយើងគៀបលៀនវែងពេកគឺវាអត់សូវជាប់អញ្ចឹងណាបងប្អូនហើយបន្ទាប់ពីយើងដាក់ត្រូវហើយគឺយើងធ្វើការសកត់ឲ្យខ្លាំងបងប្អូនដើម្បីឲ្យវាគៀបបានល្អអញ្ចឹងណាបងប្អូនហើយបងប្អូនបើសិនជាប្រើសាយ៉ូបែកអញ្ចឹងទេបងប្អូនកុំបន្តចងឬមួយក៏យកអីរឹតណាបងប្អូនគឺវាអត់ជាប់ទេចង្ការវាអាចនឹងខាតពេលយើងគឺយើងនៅធ្វើតែវានឹងឯងដូចខ្ញុំធ្លាប់បត់ពិសោធន៍ខ្លួនឯងធ្លាប់ជួបអញ្ចឹងណាបងប្អូនចង្ការវាថាវាតិចតួចទេប៉ុន្តែពេលដែលយើងរុំទៅគឺវាចេះតែហៀទៅអញ្ចឹងហើយការងារយើងអត់សូវបានធ្វើទេបងប្អូនគឺរត់ទៅរត់មកធ្វើតែវានឹងឯងអញ្ចឹងហើយបានប្រាប់បងប្អូនថាបើសិនជាបែកឬមួយក៏ធ្លាយតាណាហើយគឺបងប្អូនយកមកគៀបមកកុំឲ្យចំណាយពេលនឹងវាយូរដោយសារតែសាយ៉ូដែលយើងអូសនេះវាវែងខ្លាំងបងប្អូនអញ្ចឹងហើយកម្លាំងទឹកវាខ្លាំងយើងអាចចងបានទេបងប្អូនយើងចងគឺអត់ចិត្តទេណាបងប្អូនបើម៉ាស៊ីនយើងស្ពាយសាយ៉ូយើងស្ពាយម៉ាស៊ីនវាសាយ៉ូខ្សែខ្លីបងប្អូនអាហ្នឹងវាប្រហែលជាអាចយើងចងរុំឬមួយក៏បិទកៅអីចិត្តបងប្អូនដោយសារតែកម្លាំងទឹកវាខ្សោយតែសម្រាប់សាយ៉ូចាប់ពី50ម៉ែត្រទៅ100 200ម៉ែត្រនេះគឺយើងអត់អាចចងទប់បានទេបងប្អូនហើយបងប្អូនមើលទំនោរដែលខ្ញុំកាត់ទៅគឺថាបងខ្ញុំគាត់ចងច្រើនមែនទែនបងប្អូនប្រហែលជាចងលេងចិត្តដែរណាបងប្អូនបានគាត់សម្រេចចិត្តថាយកមកគៀបហើយគៀបម្ដងគឺច្រើនជាងគេហើយបងប្អូនគឺគាត់ទ្រាំប្រើយូរហើយតាមមើលណាបងប្អូនកុំនៅបន្តប្រើបែបហ្នឹងអីបងប្អូនគឺថាខាតពេលវេលាយើងទេពេលណាដែលទឹកហូរជ្រេចគ្រប់កន្លែងគឺអត់សូវមានអារម្មណ៍ធ្វើការទេសម្រាប់បងប្អូនអត់ដឹងទេតែសម្រាប់ខ្ញុំគឺថាឲ្យតែមានទឹកចេញជ្រេចតាមសាយ៉ូគឺអត់មានអារម្មណ៍ធ្វើការទេបងប្អូនគឺចង់ឲ្យតែចិត្តតែម្ដងណាបងប្អូនពេលតែអត់ចិត្តគឺមានអារម្មណ៍ថាធុញបងប្អូនហើយការធ្វើវីដេអូផងយើងហ្នឹងគឺពិបាកដែរបងប្អូនពេលខ្លះហ្នឹងគឺយើងធ្វើនៅផ្ទះយើងថតនៅដដែលអញ្ចឹងណាបងប្អូនហើយវីដេអូនេះក៏សូមផ្ដាំទៅបងប្អូនយើងដែលជាអ្នកធ្វើវីដេអូផងគួរតែមានការប្រុងប្រយ័ត្នចំពោះសរសេរជាចំណងជើងអញ្ចឹងបងប្អូនព្រោះខ្ញុំធ្លាប់ធ្វើវីដេអូបានល្អហើយបងប្អូនប៉ុន្តែផុសទៅចេះតែជាប់ចេះតែឆ្ងល់ខ្លួនឯងបងប្អូនថាវីដេអូធ្វើអត់មានខុសកលកាយទេហើយក៏ចេះតែជាប់ពេលដែលយើងឆែកមើលទៅវាជាប់សញ្ញាទៀនរហូតបងប្អូនពេលតែមានសញ្ញាទៀនហ្នឹងហើយគឺបងប្អូនត្រូវតែលុបចោលទៅបងប្អូនអត់គួរទុកវាទេបងប្អូនទោះជាមានអ្នកមើលច្រើនយ៉ាងណាក៏ដោយគឺយើងកុំទុកណាបងប្អូនការដែលទុកទៅវាអាចនឹងមានហានិភ័យដល់ page យើងនៅថ្ងៃទៅមុខបងប្អូនអញ្ចឹងហើយយើងគួរតែលុបចោលទៅសម្រាប់សរសេរចំណងជើងសម្រាប់ថតអីហ្នឹងគឺបងប្អូនត្រូវតែព្រឹកព្រៀងបងប្អូនព្រោះថាវីដេអូមួយហ្នឹងគឺយើងពិបាកក្នុងការធ្វើដែរបងប្អូនបើយើងថតបន្តនិយាយបន្តហ្នឹងគឺវាងាយស្រួលទេបងប្អូនមិនគ្រាន់ថាវាអត់សូវច្បាស់សំឡេងណាបងប្អូនអានេះយើងថតជាវីដេអូរួចចឹងយកមកកាត់តបញ្ចូលសំឡេងបងប្អូនអញ្ចឹងហើយបានរៀងច្បាស់ល្អអញ្ចឹងណាបងប្អូនគឺយើងចូលកន្លែងណាដែលស្ងាត់ល្អហើយការគៀបសាយ៉ូផងយើងក៏មានតែប៉ុណ្្នឹងដែរបងប្អូនជម្រាបលាបងប្អូនសុខសប្បាយ